Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំសូមណែនាំសាច់រឿងថ្មីមួយទៅកាន់អ្នកនរគ្នាហើយសាច់រឿងនោះគឺជាសាច់រឿងប្រភេទដែលមាន system អត់មានមួយគឺមានរហូតដល់2អ្នកនរគ្នាហើយសាច់រឿងគឺល្អមួយខ្លាំងមែនទែនអ្វីមកយើងក៏ខ្លាំងដែរហើយរឿងក៏ឆ្លងផុសពីសម័យយើងទៅបុរាណហើយបុរាណក៏មកដល់សម័យនេះវិញហ្នឹងហើយអ្នកនរគ្នាដើម្បីចង់ដឹងសាច់រឿងរបស់យើងល្អមើលប៉ុណ្ណាយើងមិនទៅចូលសាច់រឿងរបស់យើងអ្នកនរគ្នាដើមដំបូងនៃសាច់រឿងរបស់យើងក៏បានឃើញកម្ដៅមួយគេក៏បាននិយាយផងដែរថាអ្នកដែលរស់នៅស្រុកស្រុងគឺគេមិនដែលខ្វល់នឹងរបៀបរបបជាមួយអ្នកដែលរស់នៅលំបាកឡើយហើយបនទៅដល់លោកចោសិខេប្រហែលជាអ្នកនេះអ្នកគ្នាអ្នកនិពន្ធរឿងហ្នឹងឯងហើយសេចក្ដីរបស់យើងក៏កាន់មកដល់ចំមកកន្លែងមានម្នាក់គេក៏បាននិយាយផងដែរថាឃើញវាទៅដល់ទីបញ្ចប់ឃើញដល់ទីបញ្ចប់អ្នកថានិយាយដែរដូចនេះឈួតចឹងដល់គ្នាហើយម្នាក់ហ្នឹងគឺជាតួឯងរបស់យើងហ្នឹងឯងហើយបរិបទហ្នឹងក៏បន្តនិយាយទៀតដល់ថាអ្នកគឺនិយាយត្រូវហើយក៏ប៉ុន្តែបើសិនបើខ្ញុំជាមនុស្សដែលគេបោះចូលទៅក្នុងថារវិញហើយមកហ្នឹងក៏នៅបន្តនិយាយចឹងរហូតដល់ខែនេះហើយ system វាក៏លុតមកផងដែរហើយគេក៏បាននិយាយផងដែរថាទីបងឯងរបស់យើងហ្នឹងគឺកំពុងតែរកវិធីហ្នឹងចេញពីអាកន្លែងរងភ្នំហ្នឹងតើគ្នាថានៅជាប់នៅរងភ្នំហ្នឹងឡើងយូរហើយអាចមើលទៅកាន់តែមករបស់គាត់បានឡើងស្លេកហើយហើយ system ហ្នឹងក៏លួចប្រាប់ផងដែរថាគួរឲ្យទូផងមកយើងហ្នឹងគឺគួរធ្វើអីខ្លះទៅកុំសាគួយសងំឡើងថាក្នុងហ្នឹងមានធ្វើអីចឹងពេកហើយ system យើងប្រើធ្វើអីមកយើងក៏មិននិយាយផងដែរថាឲ្យមើលទៅទីបញ្ចប់ឲ្យទីដល់ទីបញ្ចប់តែថាធ្វើអីមកយើងជាប់ឡើងហ្នឹងដូចជាមនុស្សរកចិត្តឯណាគ្នាហើយថ្លៃរបស់យើងក៏និយាយផងដែរថាតើអា system ហ្នឹងចង់ឲ្យគាត់ហ្នឹងធ្វើអ្វីហើយ system ហ្នឹងក៏បន្តទៀតផងដែរថា scene ជួនរបស់យើងហ្នឹងគឺគេមិនមែនគាត់មិនគួរគេចឹងទៀតទេមើលទៅដូចជានេះណាហើយ scene ជួនរបស់យើងនិយាយថាតាមគេហៅគាត់មិននិយាយទៅតើឈ្មោះយើងឈ្មោះថា scene ជួនតើគ្នាហើយសំជុំរបស់យើងក៏បានបន្តទៀតផងដែរថាគាត់គឺអត់ចង់ក្រោមទេរហូតដល់ណាពេលហ្នឹងគាត់បានទៅផ្ទះវិញហើយក៏បាននិយាយបន្តទៀតផងដែរថាគាត់ហ្នឹងគឺតែធ្វើឲ្យបងអូនស្រីរបស់គាត់ហ្នឹងគឺលំបាកគ្រប់ពេលតែម្ដងហើយតែពេលគាត់គេងគឺគាត់តែយល់សង្ឃើញអាសុបិនរបស់អ្នកគ្នាគឺគ្រួសាររបស់គាត់ហ្នឹងគឺបានជួបគ្រោះថ្នាក់ចរាចរណ៍ដល់គ្នាហើយសំជុំរបស់យើងក៏បានបន្តទៀតផងដែរថាបន្ទាប់ពីគាត់ក្រោមឡើងហ្នឹងគឺគាត់មកដល់ទីនេះភ្លាមហើយគាត់ក៏ដឹងថាគាត់ហ្នឹងគឺនៅទីណាទេហើយគាត់បានមកដល់ទីនោះអស់រយៈពេលច្រើនឆ្នាំហើយគាត់ថាដល់គ្នាគាត់មកភ្លាមឆ្លងភពមកភ្លាមតែម្ដងហើយនៅពេលណាម្ដងទីនេះភ្លាមគាត់ក៏បានរកឃើញសភៅមួយដែលជាសភៅក្បាច់គុណឋានៈឋានសួគ៌ហើយវាក៏មានសារមួយនិយាយផងដែរថាគាត់ត្រូវតែរៀនវាឲ្យចប់បើសិនបើជាគាត់នឹងចង់ត្រឡប់ទៅភពផែនដីវិញហើយគាត់ដល់លើចង់ភ្លាមគាត់ក៏ចាប់ដើមហាត់ហើយគាត់ក៏ទទួលបានការខាត់បានជោគជ័យហើយ system ក៏លុបមកអបអរសាទរតែគាត់នឹងបានហាត់ក្បាច់គុណបានចប់ផងដែរហើយបន្ទាប់ពី system បានអបអរហើយរូបភ្នំវាក៏បានបើកហើយ system របស់យើងក៏បាននិយាយផងដែរថាទីបំផុតគាត់គឺធ្វើបានហើយគាត់ក៏ស្រែករួមពុំដៃរបស់គាត់ចឹងទៅប៉ុន្តែកន្លែងដែលគាត់បានឃើញហ្នឹងគឺជាមិនមែនជាពិភពលោករបស់គាត់ទេថានៅសម័យបុរាណទាំងអស់គ្នាហើយ system របស់យើងក៏បាននិយាយផងដែរថាហេតុអ្វីបានជាវាធ្វើមិនបានគាត់បែបនេះប៉ុន្តែនៅតែអត់ទៅផងទៀតមែនទេគាត់និយាយទៅថាហួសចិត្តទាំងអស់គ្នាគាត់ចង់ទៅភពផែនដីបែរជាឲ្យមនុស្សភពផែនដីដែរតែនៅសម័យបុរាណណាឆ្កយហើយយេស៊ូរបស់យើងក៏បានបន្តទៀតផងដែរថាគាត់គឺបានធ្វើវាជាង10ឆ្នាំហើយគាត់ការគួរតែធ្វើអ្វីទៅអាចគាត់នឹងអាចចាក់ចេញពីពិភពលោកនេះបានហើយគាត់ក៏ឮសំឡេងគេហៅគាត់ថាហេក្មេងតូចណាក៏ធ្វើឲ្យយេស៊ូរបស់យើងក៏ឆ្ងល់ដែរហើយប្រាប់ហ្នឹងក៏បន្តនិយាយទៀតផងដែរថាតើក្នុងស្លៀកបំពាក់របស់យេស៊ូរបស់យើងហ្នឹងគឺមានអីហើយគាត់គឺបានលើអ្វីដែលយេស៊ូហ្នឹងបាននិយាយហើយគាត់ក៏ចង់ឲ្យគ្រួសាររបស់គាត់ហ្នឹងមានអាក៏ផងដែរហើយគាត់គឺអាចសុំសាច់របស់យេស៊ូរបស់យើងបានទេតែធ្វើឲ្យយេស៊ូរបស់យើងក៏ភ័យខ្លាចទាំងដែរឡើងមុខឡើងភ័យអីហើយបន្តមកទៀតហ្នឹងយេស៊ូរបស់យើងក៏បានសម្លាប់អាពេលដែលចង់ស៊ីសាច់របស់គាត់ហ្នឹងដែរធ្វើឲ្យគាត់ហ្នឹងឡើងភ័យដល់គ្នាបើស្លាប់លើដំបូងដល់គ្នាប៉ុន្តែនៅពេលដែលគាត់សម្លាប់នៅចឹងទៅវិជាគុណរបស់គាត់ក៏បានកើនឡើងហើយគាត់របស់គាត់នឹងក៏បានកើនឡើងទៀតតែធ្វើឲ្យគាត់នឹងស្អយដូចវិជាគុណចឹងដល់គ្នាហើយគាត់បានឃើញនៅពេលដែលគាត់បានឃើញរបស់គុណនោះគាត់ក៏គាត់ដឹងថាបើសិនមកជាគាត់នឹងគោតែចង់ត្រឡប់ទៅពិភពលោកវិញគាត់គឺត្រូវតែខ្លាំងហើយនិយាយទៅអ្នកនរគ្នាបើសិនមកគាត់ចង់ទៅពិភពលោកថ្មីគាត់វិញក៏គាត់ត្រូវហាត់អាសរសេចក្ដីឲ្យអស់កម្រិតតាមអ្នកនរគ្នាឲ្យអស់កម្រិតមកបានគាត់នឹងអាចត្រឡប់ទៅពិភពលោករបស់គាត់វិញហើយសាយរឿងរបស់យើងក៏បានកម្មដល់កន្លែងម្នាក់ហើយក៏មានរំលឹកនិយាយថាទៅផតក៏រកឃើញហើយក៏មានកូនចៅរបស់ម្នាក់និយាយថាមិនបាក់វិសាចអីចឹងដល់គ្នាហ
ហើយប្រហែលកំពុងតែខ្ញុំដើរទៅលើប្រហែលទៀតហ្នឹងក៏គាត់គឺទៅឯបងដល់គ្នាគាត់ក៏មានហាសនាមផងដែរថាគឺជាអត្រេកដែរហើយគាត់ក៏បាននិយាយផងដែរថាអាប៉ែហ្នឹងគឺជាចំនួនមេបាក់បិសាចចំនួនទីម៉ានហើយអាប៉ែហ្នឹងក៏ប្រាប់ទៅថាគាត់ហ្នឹងគឺជាមកពីចំនួនទី8ហើយស៊ីជួយរបស់យើងក៏បានរាប់ណាអ្នកគ្នាទៅតាំងពីចំនួនទី1ដល់ទី8ហ្នឹងគឺគាត់ជាអ្នកសម្រាប់ចោលអស់ហើយអាស៊ីយូហ្នឹងក៏បានសរសើរគេផងដែរថាគាត់ហ្នឹងគាត់ជាមានដំណាក់ភាពចំពោះហើយអាប៉ែហ្នឹងមែនតើហើយគាត់ក៏និយាយផងដែរថាអាប៉ែមិនសាយហ្នឹងគឺកាញ់តែស្វែងរកគាត់ហ្នឹងគ្រប់ពេលវេលាតែម្ដងដើម្បីមកសងសឹកដល់គ្នាបីស្លាប់មេប៉ាគេហើយគាត់ថាជាសុលរបស់យើងនិយាយចាប់ភ្លាមគាត់ក៏នេះដល់គ្នាស្លាប់អាមេប៉ាចំនួនទី8ហ្នឹងអ្នកទៀតបាត់ទៅហើយគាត់ឃើញទាំងភ្លាមហ្នឹងកូនចៅរបស់អាមេប៉ាវិស័យហ្នឹងក៏ស្ទុះវិភាទៅឯងមកទាំងដល់គ្នាហើយវាក៏បាននិយាយផងដែរថាតួឯមកហ្នឹងគឺជាបិសាចអញ្ចឹងទៅបើសម្រាប់មេបាក់គេតាំងពីជំនាន់ទី1ដល់ទី8ដល់គ្នាប៉ុន្តែគាត់ស្ទុះមកភ្លាមហ្នឹងដៃរបស់តួឯមកហ្នឹងក៏ចាំទៅលើមុខមកវាបាត់ហើយហើយតួឯមកហ្នឹងគាត់នៅសរសើរផងដែរថាបែបហ្នឹងពិតជាមានការតាំងចិត្តឲ្យក្លាហានមែនហើយអ្នកស្ទុះមកវាហាតួឯមកយើងក៏បាននិយាយផងដែរថារាងកាយរបស់វាគឺអត់ស្ដាប់បញ្ជាទេហើយតួឯមកយើងក៏វាហាវាទៅដល់អស់មកបែកដីហុយដីជុកប៉ុណ្្នឹងហើយមើលរបស់យើងគឺដូចជាវិស័យមែនតើដល់គ្នាមើលទៅអ្នកគ្នាមើលបានហើយអាប៉ែហ្នឹងក៏បាននិយាយផងដែរថាវាគឺត្រូវការតែ10ឆ្នាំប៉ុន្តែវាអត់សំខាន់ទេហើយរបស់យើងក៏បាននិយាយទៀតថាបន្ទាប់ពីសិក្សាបែបកុំវិស័យហ្នឹងហើយមួយជួបគាត់ម្ដងទៀតដើម្បីមកសម្រាប់ដល់គ្នាថាគាត់មករៀនបែបកូនគេហើយគឺសម្រាប់គេចោលអញ្ចឹងដឹងហើយគេគាត់ចង់ឡើងកម្រិតដល់គ្នាបើគាត់សម្រាប់មនុស្សគាត់ទៅគាត់ឡើងកម្រិតដល់អ្នកគ្នាអាបែបហ្នឹងគាត់និយាយទេផងណាថាត្រឡប់មកជួបគាត់ម្ដងទៀតហើយអត់ទៅឲ្យយើងក៏បាននិយាយថាអាបែបហ្នឹងគឺជាមេបាក់បិសាចបន្ទាប់ហើយគាត់ក៏ដើរចេញមកទៅដល់គ្នាដល់ទៅអញញប់ស្រស់តែម្ដងហើយស្អែកហ្នឹងក៏កាន់មកកន្លែងមួយហើយអាបែបស៊ីយួនហ្នឹងក៏បាននិយាយផងថាអាបែបមានគឺគ្មានអីពិសេសអស្ចារ្យទេហើយគាត់ក៏គាត់ធ្វើអ្វីទៀតដើម្បីធ្វើឲ្យបែបគាត់របស់គាត់ហ្នឹងគឺកាន់ឡើងទៀតទៅហើយក៏គាត់ក៏បាននិយាយថាគាត់ហ្នឹងគួរតែបង្កើតក្រុមពុបាសាយឯណាទៀតអត់ហើយគាត់តែហេតុអ្វីការគាត់នឹងក៏ធុញម្ល៉េះហើយគាត់ក៏បាននិយាយគាត់ថាគាត់គឺបានរស់នៅ140ឆ្នាំនៅទីនេះហើយគាត់គឺរស់នៅដល់ជាបធុញទ្រាំមែនទែនប៉ុន្តែរយៈពេល140ឆ្នាំនេះគឺបានគាត់ធ្វើឲ្យគាត់នឹងអស់ចិត្តហើយគាត់ឥឡូវគាត់ក៏មិនចាំថាគ្រួសាររបស់គាត់នឹងគឺពីណាគេទេដែរដល់គ្នាថានៅលោកនឹងយូរពេកឡើងផ្លេចសមាជិកគ្រួសារឯងហើយស៊ីយ៉នមកយើងក៏បានកាត់មកដែរថាពេលគាត់ដល់ពេលបញ្ចប់វ័យគ្រូយ៉ាងហើយមែនទេតែថាអាណិតខ្លួនដែរអ្នកគ្នាចាចេញពីគ្រួសារ140ឆ្នាំលេទៅឡើងផ្លេចគ្រួសារខ្លួនឯងនឹងណាគេដែរហើយពេលតែបងកំពុងគិតសក់នឹង system នឹងវាក៏លោតមកដល់ធ្វើឲ្យពេលយើងក៏ឆ្ងល់ដែរហើយវាលោតមកនឹងមានអីអ្នកគ្នាថាក្បាញ់គាត់គឺឡើងបញ្ញហើយវាក៏សួរដែរថាទោះបើយើងនឹងគឺចង់ទៅត្រឡប់ទៅប្រផានដីរបស់គាត់នឹងវិញអត់ធ្វើឲ្យនិយាយទៅសម្រាប់យើងគៀងមកដល់គ្នាថារយៈពេលយូរហើយអត់ទេទៅមកឡូវហ្នឹងទៅចង់ឲ្យគាត់ទៅវិញឡើង140ឆ្នាំអីដល់គ្នាគាត់មើល140ឆ្នាំនឹងយើងរស់បាន100ឆ្នាំគ្រួសារគាត់នឹងនៅរស់អត់ហ្នឹងអត់តែលើចឹងទៅឲ្យស៊ីយ៉ងមកយើងគៀងទៅដល់គ្នាទៅ140ឆ្នាំអីទៅក៏អត់ដឹងមានតែគេរស់ទេតែថាទៅគាត់គៀងឲ្យសាយប្រហែលហើយគាត់បាននិយាយថាអាពួកហ្នឹងគឺកំពុងលេងសាយគាត់មែនហើយស៊ីយ៉នមកយើងក៏បាននិយាយផងដែរថាគាត់បានឈានទៅដល់កម្រិតអតីតទេបាទអ្នកគ្នាថាកម្រិតហ្នឹងខ្លាំងមកពីអញ្ចឹងដល់គ្នាប៉ុន្តែគាត់គឺបាត់បង់គ្រួសារគាត់ក៏លែងចង់ត្រឡប់ទៅគូពិភពលោកវិញអ្នកគ្នាថាយូរពេកហើយអស់រយៈពេលច្រើនឆ្នាំហ្នឹងគ្រួសាររបស់គាត់ហ្នឹងក៏ប្រហែលជាអត់មានអ្នកគេនៅទេដែរហើយ system ក៏លួចសួរទៀតថាតើគាត់ហ្នឹងគឺចង់ត្រឡប់ទៅពិភពលោកដើមរបស់គាត់វិញអត់តែធ្វើឲ្យមកយើងគឺខឹងអស់គ្នាហ្នឹងស្រីឡើងមិនដេញបាច់អីហើយគាត់និយាយបងថាគាត់នឹងស្លាប់ពួកគេតែថាខឹងដល់គ្នាខឹងដល់ដឹងស្លាប់មកគេបានថាមកដល់ភ្លើងគឺនេះមកដល់គ្នាស្លាប់ឡើង3ដេញបាច់អីដល់គ្នាមើលបានទៅដូចនេះចឹងហើយគាត់និយាយថាគាត់នឹងសម្លាប់គ្នានិយាយទៅនេះមកដល់គ្នាកាចហ្មងហើយបន្ទាប់ពី140ឆ្នាំហ្នឹងគាត់ក៏បានត្រឡប់ទៅផ្ទះវិញនៅអញមើលដូចជាហូរ៉ូក្រាមទៅយកគាត់ទៅប្រផានដីវិញចឹងហើយសាររឿងរបស់យើងក៏កាត់មកដល់ឆ្នាំ2011នៅលើប្រផានដីរបស់យើងហ្នឹងហើយក៏មានរីម្នាក់មើលទៅដូចទេតាអញ្ចឹងមានក៏បាននិយាយផងដែរថាអ្នកនរគ្នាថ្ងៃនេះដែរសុខអក្រក់ដល់គ្នានឹងជិតមកដល់ហើយអរចាប់ភ្លាមក៏មានផលថលមួយចេញមកដល់គ្នាហើយរីមណាក៏បាននិយាយថាមនុស្សទាំងអស់គ្នាត្រូវតែអភិវឌ្ឍខ្លួនដើម្បីប្រឆាំងនឹងថ្ងៃអាក្រក់ទាំងអស់នេះនិយាយទៅពួកផាននេះនឹងដូចSolo Leveling ចឹងដល់គ្នាអ្នកដែលធ្លាប់មើលរឿងសឹងជុំមួយហែស្គាល់ហើយមាន get មានអីចឹងដល់គ្នាហើយមានក៏បាននិយាយតទៅបងថា
ពួកគេនឹងមិនគួរធ្វើឲ្យសមត្ថភាពដែលនិយាយទៅដូចជាគេប្រទានឲ្យដូចក្នុងហ្គេមដែរបងប្អូនគ្នាឆ្លងមកគឺសូនខ្ញុំហាក់ជិះដឹងហើយអ្នកមានសមត្ថភាពដូចជា Hunter អីចឹងបងប្អូនគ្នាហើយក៏មានសម្ដែងបរិបម្នាក់ក៏បាននិយាយថាទីបំផុតវាគឺចាប់ផ្ដើមហើយសម្លេងហ្នឹងក៏បន្តទៀតដល់ថាអ្នកត្រូវតែរងចាំខ្ញុំជាសេយូនិយាយទៅទោះអីបើយើងបងប្អូនគ្នានិយាយទៅអាប់ដឹងអាប៉ែហ្នឹងពីណាគេបងប្អូនគ្នា